មានដែរឆ្ងល់ទេថាហេតុអីបានប្រទេសចិនតែងតែចូលចិត្តធ្វើផ្លូវឬក៏ស្ពាននៅលើភ្នំឬក៏កាត់ភ្នំទៅវិញប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសអច្ឆរិយៈមួយដែលមានសំណង់និងអគារខ្ពស់ៗជាច្រើនដែលពិភពលោកគិតថាมันអាចទៅរួចប៉ុន្តែប្រទេសចិនអាចធ្វើឲ្យវាកើតឡើងបានជាក់ស្ដែងគឺផ្លូវជាច្រើនត្រូវបានធ្វើនៅតាមកំពូលភ្នំក៏ដូចជាតាមជាយភ្នំដែលមើលទៅពិតជាគ្រោះថ្នាក់មែនទែននៅក្នុងការធ្វើដំណើរទៅមកប៉ុន្តែតាមពិតនេះគឺជាគំនិតមួយដែលឆ្លាតខ្លាំងមែនទែនជាក់ស្ដែងភ្នំឬក៏ជើងភ្នំទាំងអស់នេះប្រទេសចិនបានសិក្សារួចមកហើយថាវាពិតជារឹងមាំខ្លាំងជាងផ្លូវធម្មតាដែលយើងឃើញនោះទៀតក្រៅពីចំណាយដើមតិចនៅក្នុងការសាងសង់ផ្លូវកាលពីមុនប្រជាជនដែលនៅតាមតំបន់ភ្នំឬក៏តំបន់ដាច់ស្រយាលទាំងនេះគឺពិបាកនៅក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតខ្លាំងមែនទែនប៉ុន្តែបន្ទាប់ពីមានផ្លូវទាំងអស់នេះហើយជីវភាពប្រជាជនក៏ដូចជាការដឹកជញ្ជូនទំនិញផ្សេងពីតំបន់មួយទៅតំបន់មួយកាន់តែមានភាពងាយស្រួលដូច្នេះប្រជាជននៅក្នុងតំបន់ដាច់ស្រយាលទាំងនេះមិនពិបាកនៅក្នុងការតភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រជាជននៅក្រៅតំបន់ផ្សេងទៀតឡើយ